អនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ដែលតែងតែតាមដានទស្សនានៅ Channel កំណត់ដូនតាពុកម៉ែបងប្អូនណាហើយកំណត់ដូនតាមានរឿងមួយចែករំលែកជូនពុកម៉ែបងប្អូនដើម្បីទស្សនានិងសម្ដាប់ពុកម៉ែបងប្អូនអញ្ចឹងមានលោកតាម្នាក់កាលពីដើមណាគាត់ធ្លាប់ជាអ្នកដើររកសត្វបាទដើររកសត្វតាមព្រៃតាមភ្នំអញ្ចឹងបងប្អូនណាបាទអញ្ចឹងគាត់ថាគាត់ហ្នឹងគឺព្រានព្រៃនិយាយឲ្យចំថាព្រានព្រៃក៏ដើររកសត្វរកអីដើម្បីលក់ចិញ្ចឹមជីវិតអញ្ចឹងបងប្អូនណាបាទក៏ដើរដាក់អន្ទាក់ដើរណាដាក់អន្ទាក់ដើរបរបាញ់ដើរអីចឹងទៅហើយគាត់ថាកាលពីដើមគឺអត់មានកាភ្លើងអីណាបាញ់សត្វដូចឥឡូវទេកាលហ្នឹងគេប្រើប្រភេទស្នាបងប្អូនណាស្នាពឹសណាបាទស្នាពឹសពេលច្រើនគេដើររកដើមឈើណាដែលមានពឹសដែលមានជាតិពុលខ្លាំងដើម្បីដាក់ត្រាំនៅគ្រាប់ព្រួញរបស់ស្នានៅពេលដែលបាញ់ត្រូវសត្វណាហើយគឺសត្វនឹងរត់អត់ឆ្ងាយទេសត្វនឹងរត់អត់ឆ្ងាយទេហើយភាគច្រើនក៏ថាព្រានព្រៃគឺគេដើររកសត្វហ្នឹងគឺគេទៅតំបន់ណាបើខែប្រាំងគេទៅតំបន់ណាដែលមានណាទឹកមានទឹកនៅណាទឹកដក់តាមថ្លុកតាមអីលើភ្នំលើអីចឹងទៅឬតាមជ្រលងភ្នំណាដែលនៅមានទឹកបាទតិចឬក៏មានទឹកច្រើនទៅតាមតំបន់ចឹងបងប្អូនគឺគេធ្វើធ្នាក់នៅក្បែរហ្នឹងពុកម៉ែបងប្អូនអញ្ចឹងគាត់ថាបើសិនពេលខ្លះខែវស្សាអីហ្នឹងឬក៏ខែប្រាំងក៏ដូចគ្នាដែរព្រានព្រៃខ្លះគេរកនៅកន្លែងតំបន់ដែលមានដីច្រាបហ្នឹងគឺពេលដែលសត្វស៊ីចំណីហើយអីហើយគ្រប់សត្វទាំងអស់គឺទៅស៊ីដីច្រាបហ្នឹងតែម្ដងពុកម៉ែបងប្អូនណាគឺនាំគ្នាទៅស៊ីដីច្រាបដើម្បីថាអាចព្យាបាលជំងឺឬក៏មិនទេគាត់ថាឲ្យតែកន្លែងណាមានដីច្រាបមានត្រពាំងមានអីហ្នឹងគឺសបោគឺវាទៅផឹកទឹកហើយវាស៊ីវាលិតអំបិលណាដីស្រាបហ្នឹងកន្លែងដែលអត់ដុះដើមឈើច្រើនអីទេបាទគ្រាន់តែថាវាសបោអំបិលឡំនៅណាលើដីអំបិលក្រាមណាបាទដូចដីដបោកដីអីយើងធ្លាប់ឃើញហ្នឹងបងប្អូនដីច្រាបថាខូចេញពីដបោកមកមានអំបិលឡំសអញ្ចឹងណាបាទអំបិលឡំសអញ្ចឹងពុកម៉ែបងប្អូនគាត់ថាកាលសម័យថ្ងៃមួយហ្នឹងគឺគាត់ទៅចូលព្រៃហ្នឹង3នាក់មិត្តភក្តិរបស់គាត់បាទហើយមានម្នាក់គឺគាត់ចេះរបៀនខ្លាំងណាគាត់គេថាជើងចាស់ក្នុងការដើរព្រៃណាបាទក្នុងការដើរព្រៃហើយគាត់ពេលដែលមុននឹងចូលព្រៃដើររកសត្វដើរបាញ់សត្វហ្នឹងគឺគាត់តែងតែណាដើររកថ្នាំរកអីដើម្បីត្រាំគ្រាប់ព្រួញណាបាទគ្រាប់ស្នារបស់គាត់ហ្នឹងបាទគាត់ត្រាំថា3ថ្ងៃឬក៏4ថ្ងៃគាត់ថាជួរខ្លះគេយកមករុំជាប់ជាមួយនឹងគ្រាប់ព្រួញគ្រាប់របស់ស្នាហ្នឹងដើម្បីបាញ់ទៅធ្វើឲ្យសត្វហ្នឹងអាចស្លាប់ភ្លាមឬក៏អាចរត់ត្រឹមតែ30ម៉ែត្រពីកន្លែងដែលបាញ់ហ្នឹងក៏មានដែរបាទពឹសខ្លាំងថ្នាំពុលហ្នឹងគឺខ្លាំងមែនទែនបាទអញ្ចឹងគឺនៅពេលដែលគាត់ចេញដំណើរទៅបាទថាលោកតាម្នាក់ហ្នឹងបានផ្ដាំថាពេលចូលព្រៃយើងត្រូវមានសញ្ញាម៉េចសញ្ញាធ្វើសំឡេងសัตว์យំយ៉ាថាសัตว์យំឆ្វែអញ្ចឹងមានន័យថាយើងហៅគ្នាហើយដាក់សញ្ញាមុនប៉ុន្តែចូលក្នុងព្រៃកុំហៅឈ្មោះណាហាមហៅឈ្មោះកុំហៅឈ្មោះដាច់ខាតតែហៅឈ្មោះខ្លាចមានណាវិញ្ញាណអាក្រក់ឬក៏ពពុះព្រាយអីវាដឹងវាហៅឈ្មោះយើងទៅយើងស្មានតែគ្នាឯងយើងទៅរកទៅតាមសំឡេងនោះគឺវាធ្វើបាបយើងអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងគាត់ថានៅពេលដើរចូលក្នុងព្រៃបងប្អូនគាត់ថាពីដើមគឺសបោព្រៃណាពុកម៉ែបងប្អូនសបោព្រៃ
ពេលព្រឹកម៉ោងគេហៅខ្ទង់ប្រហែលម៉ោង6កន្លះហ្នឹងណាចូលនៅក្នុងព្រៃអាប់ក៏អាប់ហើយនឹងនេះទៀតអាប់ហើយពលឺថ្ងៃអត់សូវមានភាសាចូលក្នុងព្រៃជ្រៅគឺសម្បូរដោយដើមឈើធំមកដូចឥឡូវទេឥឡូវគ្មានទេបាទចូលលព្រៃមកមិនក្តៅអាចខ្យល់គោស្លាប់ក៏មានប៉ុន្តែគាត់ថាចូលទៅដល់ក្នុងព្រៃគេថាពេលព្រឹកណាគាត់ក៏លេចមកដូចនៅលើឋានសួគ៌ចឹងបងប្អូនទេសភាពអីស្អាតស្រស់បំព្រងហ្មងណាគាត់ថាការចូលព្រៃរបស់គាត់លើកទី2ទី3ហើយបាទលើកទី3ជាមួយលោកតាម្នាក់ហ្នឹងណាបាទលោកតាម្នាក់ហ្នឹងអញ្ចឹងក៏ដើរចូលព្រៃ3នាក់ហើយពេលដែលចូលព្រៃហ្នឹងគាត់មានអីទេដាក់តែស្នាម្នាក់បណ្ដើមឲ្យគ្រាប់ស្នាហ្នឹងគាត់ថាឡើងពេញកំពង់ណាបាទកំពង់ដែលគេស្ពាយពីក្រោយហ្នឹងណាបាទអញ្ចឹងចូលទៅដល់គឺគាត់ធ្វើយ៉ាងណាដើររកកន្លែងថ្លុកទឹកនិងដើររកកន្លែងដីច្រាបបាទដីច្រាបដើម្បីធ្វើធ្នាក់ចាំពូនបាញ់សัตว์ពេលថ្ងៃព្រោះពេលយប់ក៏មានសัตว์មកដែរតែយើងមើលអត់ឃើញពេលខ្លះយើងមើលអត់ឃើញទេអញ្ចឹងគាត់ធ្វើយ៉ាងណារកកន្លែងឲ្យឃើញបាទគាត់ថាដើរចូលទៅកាន់តែជ្រៅតាមផ្លូវសัตว์ឬក៏ផ្លូវគេឡើងរកក្លឹមច័ន្ទឬក៏ផ្លូវដែលគេឡើងទៅបរបាញ់ពីមុនមានស្នាមទុអញ្ចឹងជាដើរណាតែគាត់ខ្លាចបំផុតគាត់ថាដើរនឹងខ្លាចបំផុតខ្លាចអន្ទាក់វត្តព្រោះភាគច្រើនព្រាមព្រៃខ្លះដាក់អន្ទាក់វត្តទាញដើមឈើប៉ុនភ្លូតដៃអញ្ចឹងបងប្អូនដើម្បីធ្វើជាអន្ទាក់បាទធ្វើជាអន្ទាក់ដើម្បីណាវត្តសัตว์បាទដាក់សัตว์គេថាជុំណាបាទជុំដើម្បីដាក់ធ្វើយ៉ាងណាណាដាក់ធ្វើយ៉ាងណាដាក់តាមផ្លូវសัตว์ដែលធ្លាប់ដើរអញ្ចឹងណាបងប្អូនហើយខ្សែគេនោះគេវិញបាទខ្សែស្វិតណាបាទខ្សែស្វិតគាត់ថាណាបាទដូចខ្សែពូប្រភេទខ្សែពូធ្វើពីកាចៅអីគាត់ថាស្វិតណាពីមុនអត់មានខ្សែប្រាំងកង់ខ្សែប្រាំងអីដូចឥឡូវទេគឺមានតែណាកាចៅឬក៏ធ្វើពីវល្លិអីដែលណាស្វិតខ្លាំងបាទអញ្ចឹងគាត់ដើរទៅក៏ខ្លាចតែអន្ទាក់ទេទី1ទី2គាត់ខ្លាចខ្លាបាទខ្លាវ័យបហាខ្លាគឺវាប្រមាញ់ស្ងាត់បំផុតហើយបាទស្ងាត់បំផុតហើយប៉ុន្តែនៅពេលដែលលោកតាម្នាក់ដើរមុនណាគឺគាត់កាន់ដុំដីណាបងប្អូនគាត់កាន់ដុំដីក៏សូត្របល័យរហូតសូត្របល័យគាត់គប់ចឹងណាបាទហើយគាត់ឆ្ងល់លោកតាមិនក៏សូត្របល័យឲ្យគប់ចឹងបាទគាត់ជាឆ្ងល់ឲ្យគាត់ស៊ូគាត់ណាថាអ៊ំឯងជាសូត្របល័យឲ្យគប់សូត្របល័យគប់មិនគាត់ថាកំពុងនេះកំពុងថាសូត្រហ្នឹងដើម្បីចងព្រៃណាគេថាផ្លូវយើងដើរហ្នឹងគឺយើងដើរកលឹងព្រៃតែម្ដងចងព្រៃកុំឲ្យមានសត្វកាយសាហាវណាដែលមើលយើងឃើញឬក៏យើងចងព្រៃទៅសត្វដែលនៅម្លុកហ្នឹងគឺវាតាណារួចទេវានៅតែក្នុងហ្នឹងវល់ណាដូចវែងអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងគាត់ថាយើងចិត្តដល់ហើយគូគាត់អ្នកព្រានព្រៃជើងចាស់ថាចិត្តដល់កន្លែងដីច្រាបកន្លែងថ្លុកស្រះមួយនៅលើភ្នំហ្នឹងឯងគាត់ថាសម្បូរសត្វគាត់ថាដើរប្រហែលជាកន្លះម៉ោងទៀតក៏ទៅដល់កន្លែងហ្នឹងពុកម៉ែបងប្អូនទៅដល់ហ្នឹងឃើញមានធ្នាក់ចាស់ដែលព្រានព្រៃពីមុនបន្សល់ទុកណាពុកម៉ែបងប្អូនបន្សល់ទុកនៅលើចុងឈើអញ្ចឹងណាបាទហើយលោកអ៊ំម្នាក់ហ្នឹងគាត់ថាតាដែលប្រាប់ខ្ញុំគាត់ថាលោកអ៊ំម្នាក់ដែលគាត់ចេះហ្នឹងគាត់ថាយើងអត់អាចទៅធ្វើធ្នាក់លើធ្នាក់គេព្រោះខ្លាចធ្នាក់ហ្នឹងវាផុយអញ្ចឹងឲ្យពួកគាត់ហ្នឹងដើរកាប់អស័យបាទកាប់អស័យយកមកដល់គាត់អ្នកកាប់ឲ្យគាត់ណាមានខ្សែពូបោះឡើងលើចុងឈើទាញឡើងទៅហើយមានដាច់គោលបាទដាច់គោលឬឈើជំរួចអីគាត់ថាឈើជំរួចពីមុនគឺគេដំជាប់ដើមឈើឲ្យគេឡើងជន់តាមហ្នឹងពុកម៉ែបងប្អូនណាគាត់ថាបថុយបឋានមែនតើបាទជីវិតព្រានព្រៃណាបាទគេគាត់ថាទៅហ្នឹងគឺដាក់អង្គតិចតួចទេហើយទៅហ្នឹងដាក់តាមអំបិលដាក់តាគ្រឿងអីតិចតួចទេបងប្អូនអញ្ចឹងពុកម៉ែបងប្អូនគឺពេលដែលគាត់ទៅដល់ហ្នឹងគឺគាត់រៀបចំធ្វើធ្នាក់ធ្វើអីនៅលើចុងឈើនៅក្បែរហ្នឹងគាត់ថាឈើធំណាស់ហើយគាត់ដំឡើងអញ្ចឹងធ្វើធ្នាក់នៅលើហ្នឹងបាទ
thơ thế này là lời nâng cứ nó bê là có thơ nó ngày nó có bàn bàn gì hay bê có bông thơ nó sra nó thông nói khơi sạch một phát chẳng bê khơi cót chẳng hết á bàn khơi cót hay thì pi có thà thơ thế này nó bay ở nấu củ chiên sạch bê là sạch khác bị thùng khăn mà nấu chẳng biết khai biệt hiện màแต่chẳng cái thơ phía trái thơ thế này lời trong chớ nó bài sra nằm hay cái này nó bòn đầy sra đầy chạp nó cũng mà bộ nè đầm bấy nèปูนสเตะบันสัตว์นั่งอาจารย์เราเปลได้นะเปิดเนี่ยให้ไอ้ให้ก็นี้ก็ปีเนี่ยลางตัวมุนนะเราลูกตาเราใดมันเนี่ยไอ้ลูกตานั้นเราใดมันไอ้ก็โสดอยู่ดมใดโสดให้ก็กุบกำลังจุ่มวิ่งดามเชิญนั่งดำใบกาเปียมนุษย์ไอ้เซนกับอ้อยเมาลางดามเชิญนั่งรู้จังเข้ามาองค์ปู่นะบ้าอาจารย์ไปจุบลางปลุกมาองค์ปู่đang về dục lắm cọt sầm ran chỉ chơi kia lời trong chơi đòi cọt đột cục lơm là lời trong chơi nó nè của mày bọn chơi kia miền mà hộp vô bị tiệt tấp rồi toàn bánh bàn sạt ấy tê ở toàn bánh bàn sạt ấy tê rồi chơi kia là lời trong chơi năng mà sau này là kia sắp tay lư sầm lấy rút prao mày bọn nè rút prao nọc bài nè nọc bài đam chơi đã cọt nè cầm pom tài sạ nâu lơ nó mà bọn rất prao trên tay rất prao lưu sầm lên cái gồm hu bình đẳng chứ mà bọn bà chẳng có con su ta mua đây cha chính kế su ta sầm lên sẽ kha được ấy còn dịch sắp thắng cụ năng khẽ chết vì mà rồi ta prien pray thì ở tại viện đâm thà prien pray máu cứ vì mà rồi tái bờ sân chi miền nè nà hao rồi còn miền khơi sạch nhiệt ấy hao ham nè ham một ấy lời ta lời dưỡng nè cứ lực cho tụi đấy lại miền bành ha tái chung vinh đám chơi bài pramai nó cứ ta bán nó sốt và lấy cho hay vì trôn mà rồi tề đá về để khơi ổn anh tăng smart ở đây tăng smart ở đây có tha hay năng cái dục năng cứ lưu ta sầm đầy rót chẳng thế có kênh lụi chẳng thế còn đá kênh pin nè diêm mà nè mà bố nè kênh pin nè diêm mà nè phải chẳng bà pin nè kênh tiết tớ còn mà nè tiết diêm nhưng ta diêm chặt nè đó mình kênh những ọc nè thế vụ khai miền và phụ kha và phụ sạch xe được phụ ấy vì là màu lợt nè ấy chẳng đó vừa ấy chặt rồi có kham ấy lại mình cừu thạ đá nè bụng mang bọn hay có tàu nó miền ta ấy cho miền là côn và thao rồi có bắt là trải prey hay nâng sna thế sna mình lại mà đàm bụng mang bọn chẳng có tha mà giúp năng về để con diêm nó có miền ấy đây mà giúp năngคือผลักในเยี่ยมก็อัดเคยไงเคยแต่เปลปลุกนั้นคือรถกัดไปเปล่าจังเต้บ้านรถกัดไปเปล่าจังเต้ก็ถ้าไงตีปีนะไงตีปีปลุมล่างก็ถ้ามันต้อนมองผมมุ้ยสรูโบลังก็สลับแต่เคยบ้านจุกไปมวยคือเวียมาชมุโรซีนกไปนังจังนะบ้านhay có ta có cái nụ chú có thường mấy tầm rong ở chòm tầm rong tầm bay nẻ này và thân thì khổ mũi bàn mùi đà có tha nó bên nó cứ vì máu chôm bỏ vía mà mình bố mau tầm mùi thì mình thấy dù đó miền cồn về tôi miền nhi miền chmôn mau chmôn mà phật tật bình đừng chẳng á nè ba hay có ta còn oiตารางชนะนะตารางชนะដើម្បីបាញ់ម៉ែបងប្អូននៅពេលហ្នឹងណាពេលដែលបាញ់ទៅហ្នឹងគឺក្របស្នាហ្នឹងត្រូវជ្រូកហ្នឹងទាំង3តែម្ដងនៅពេលដែលត្រូវពឹបចឹងណាដូចមេវងវាចឹងគាត់វាស្រែកវឹបអាទូចអាញីអាឈ្មោលអីអាស្ទាវអីណាវារត់ព្រាតហើយអាជ្រូកនោះវានៅគឺខំព្រួញណាព្រោះព្រួញជាប់ខ្លួនព្រួញរបស់ស្នាហ្នឹងម៉ែបង
ក្របរបស់ស្នាជាប់ខ្លួនវាខាំដទៅដមកដទៅដមកក៏វាឈប់ងក់ហើយវារៀងដូចជាងុយដេកឬក៏វាត្រូវថ្នាំណាបងប្អូនថ្នាំដែលត្រាំមួយក្របស្នាហ្នឹងណាក៏វាដេកក៏ប្រកាច់ងាប់នៅក្នុងទឹកងាប់នៅក្នុងទឹកហ្នឹងទៅបាទងាប់ក្នុងទឹកហ្នឹងទៅអញ្ចឹងក៏តាថាគាត់ឲ្យលោកតាដែលនិទានរឿងប្រាប់ខ្ញុំហ្នឹងគាត់ថាឲ្យគាត់ពីរនាក់ចុះទៅឲ្យគាត់នៅពីលើហើយគាត់ទៅឡើងក្របស្នាចាំស្រាប់ហើយក្រោយមានសត្វណាដែលយើងចុះទៅខ្លាញ់មានខ្លាមានអីចឹងណាបាទខ្លាញ់មានខ្លាមានអីចុះទៅអូគាត់ថាជ្រូកហ្នឹងទម្ងន់ប្រហែលជា30គីឡូបាទ30គីឡូបាទហើយគេមានចាយហើយមាននេះវាណាបាទឡើងកោងបាទឡើងកោងបាទអញ្ចឹងក៏ណាក៏លោកតាថាឥឡូវអត់ឲ្យនេះទេមិនមកប្រកាត់ភ្លើងនៅក្បែរហ្នឹងណាប្រកាត់ភ្លើងបាទប្រកាត់ភ្លើងនៅក្បែរហ្នឹងហើយបាទចាប់ផ្ដើមដុតជ្រូកហ្នឹងបាទដុតជ្រូកហ្នឹងណាបងប្អូនដុតជ្រូកហ្នឹងកោបាទដុតឡើងឆេះរោមអស់ហើយយើងថាកោហើយទៅពេលនេះភ្លាសាច់ហើយគេថាព្រានព្រៃពីដើមដើរគេប្រឡាក់គេអត់មានប្រឡាក់សាច់អីនេះទេគេបានមួយចឹងមកគេវះសាច់មកគេដាក់ចងនៅលើធ្នាក់ហ្នឹងណាបាទហើយគេហាលសាច់ហ្នឹងគេច្រើនអំបិលវាតិចតួចបងប្អូនគេថាពេលខ្លះទៅគឺគេចងសាច់ជ្រីកវាវែងចឹងមកណាបងប្អូនបាទហើយប្រភេទរោមប្រភេទអាចប្រភេទអីហ្នឹងគឺគេកប់ដីគេកុំឲ្យសត្វផ្សេងហ្នឹងវាធំខ្លាំងឬក៏ខ្លាចជាពពួកអមនុស្សដូចជាច្រាបខ្លាច្រាបក្តាន់ឬក៏ជ្រូកព្រៃធំខ្លាំងវាមកព្រោះរឿងយើងអញ្ចឹងណាបាទអញ្ចឹងគាត់ថាហើយជាថ្ងៃត្រង់ណាបាទទោះថ្ងៃត្រង់នៅក្នុងព្រៃគាត់ថានៅមលុបទៅចឹងវាឆៃពលឺថ្ងៃសឹងចូលមិនរួចចឹងបងប្អូនដល់ថ្ងៃត្រង់ចាប់ដើមឃើញសត្វមកទៀតប៉ុន្តែសត្វទួយអត់បាញ់ទេសត្វទួយដូចជាឆ្កាដូចជាភេទសត្វឆ្កែព្រៃណាឆ្លុះក្តាន់ញ៉ែងទួយហ្នឹងក៏អត់បាញ់ទេគាត់មើលអាណាដែលក្តាន់ដែលធំណាมันគាត់បាញ់ព្រោះបាញ់ទៅវាណាវាទួយពេកហើយយកមកធ្វើអីណាបងប្អូនជាងគាត់ថានៅថ្ងៃត្រង់ប្រហែលជាស៊ីចំណីឆ្អែតវាស្រេកទឹកណាមកច្រើនមែនតើគាត់ថាច្រើនមានសោមណាមានសោមមានគោព្រៃមានឆ្លុះបាទមានឆ្លុះមានជ្រូកព្រៃមកដែរនឹងមានសត្វស្លាបសត្វអីមកបាទមកបដោមកផឹកទឹកហ្នឹងណាហើយជ្រូកគេអានីលផុកគ្នាអីក្នុងស្លុកហ្នឹងអញ្ចឹងទៅបាទក្នុងស្លុកហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់ថាឲ្យលោកតាយនិងម្នាក់ទៀតពេលព្រៃម្នាក់ទៀតណាត្រៀមថាឥឡូវចង់បាញ់យកឆ្លុះឃើញឆ្លុះមួយធំឆ្នៃឡើងក៏ក្រាំងអញ្ចឹងណាបាទអញ្ចឹងក៏តឡើងស្នាហើយលបបាញ់ទៀតនៅលើធ្នាក់សត្វវាអត់ដឹងថាយើងនៅលើធ្នាក់ណាបងប្អូនបាទឲ្យយើងធ្វើធ្នាក់អីយើងបាំងមេឈើតិចទៅវាអត់សូវឃើញទេអញ្ចឹងក៏បាញ់ក្តាន់ធំហ្នឹងបងប្អូនណាបាញ់ត្រូវតាមក្របគាត់ថាស្រែកសំឡេងរោដូចមនុស្សចឹងស្រែកសំឡេងរោម៉ាំងអយស្រែកអយចឹងណាគាត់ទៅស្រែកប៉ុណ្ណឹងពឹបរត់បងប្អូនថារត់មិនបាន30ម៉ែត្រហ្នឹងពឹសខ្លាំងមែនទែនក្របស្នាណាចាស់ពីដើមគាត់ត្រាំមួយពឹសមួយថ្នាំពុលគាត់ខ្លាំងណាស់ការរត់មិនបាន30ម៉ែត្រផងក៏តនដៃតនជើងឈរតេងតងណែងណងយល់យកដួលជ្រុបនៅហ្នឹងអញ្ចឹងណាអញ្ចឹងក៏គាត់នឹងស៊ូតាដែលគាត់ចំណាស់ជាងគេអ៊ំមិញខ្ញុំឮដូចមនុស្សស្រែកអយហ្នឹងក្តាន់វាស្រែកចឹងតែហាក់មើលទៅលោកតាដូចជាអារម្មណ៍គាត់ណាអារម្មណ៍គាត់នៅពេលហ្នឹងគាត់ដូចជាគាត់ដឹងតែគាត់អត់ប្រាប់យើងទេគាត់ដឹងតែគាត់អត់ប្រាប់យើងដែរគាត់ថាបាញ់ចំមេវងវាបាត់ហើយមិញស្មានតែក្តាន់ធម្មតាស្មានតែអាស្ទាវអីធម្មតាតែពិតចំមេវងវាបាត់ហើយអញ្ចឹងក៏បងប្អូន
ក៏ក្នុងមួយថ្ងៃហ្នឹងគឺបាញ់បានក្តានមួយជ្រូកមួយណាបាញ់បានជ្រូកមួយណាក្តានមួយតែវាថ្ងៃអាសៀលចិត្តយប់ហើយបាទចិត្តយប់ហើយម៉ោង3អីហ្នឹងអញ្ចឹងលោកតាថាឥឡូវយើងធ្វើម៉េចរៀបចំផ្លះសាច់ហ្នឹងប្រឡាក់អំបិលខ្លះអីខ្លះអញ្ចឹងទៅណាហើយឆ្អឹងជូរយូរចោលលើមេឃឈើអីចឹងទៅកុំឲ្យសត្វផ្សេងវាដឹងឬក៏ខ្លាឬអីវាដឹងវាមករស់តាមក្លិនអញ្ចឹងណាបាទអញ្ចឹងប្រឡាក់សាច់ប្រឡាក់អីចឹងទៅហើយព្យូរនៅលើចុងឈើហាលឲ្យវាសពតអញ្ចឹងណាបងប្អូន